ស្ដីប្រិយមិត្តអស់គ្នាឥឡូវយើងវិលមកជួបគ្នាជាមួយនឹងការសិក្សាកុំព្យូទ័របន្តទៀតហើយបាទអញ្ចឹងមកដល់មេរៀននេះគឺខ្ញុំបាននឹងលើកយកបច្ចេកទេសនៅក្នុងការគូររង្វង់បាទគូរ shape អានេះការបញ្ចូល shape នេះទៅជូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹង shape យើងមានរូប4ជ្រុងរូបរង្វង់បាទហើយយើងយើងបញ្ចូលយ៉ាងម៉េចខ្លះប្រិយមិត្តទាំងអស់គ្នាចូលទៅមើលវីដេអូទាំងអស់គ្នាបាទមើលទាំងអស់គ្នាមកគឺយើងទី1មើលសិលឹកកិច្ចការរបស់យើងក្នុងនេះវិញចឹងបានសិលឹកចង់បាន shape នេះចូលទៅកន្លែង insert ចឹងចូល insert ហើយយកកន្លែង shape ហើយប្រិមិត្តមើលរូបភាពណាដែលយើងស្រឡាញ់យើងយកហ្នឹងមកពេលដែលយើងចុចលើវាមានចេញសញ្ញានេះលើម៉ៅរបស់យើងវាដូរពីសញ្ញាមេដៃសញ្ញាអីវាខ្លាយជាសញ្ញាដៀងជ្រុងនេះចឹងយើងចុចលើវា2ដងយើងគូមក2ដងយើងគូចង់វែងចង់មូលសេចក្ដីចិត្តប្រិមិត្តទាំងអស់គ្នាទេបាទបន្ទាប់ពីយើងគូហើយយើងមើលរបស់គេវិញរបស់គេគឺគ្រាន់តែរង្វង់ស្មៅហើយនឹងកដាលនេះអត់មានអក្សរអត់មានអីទេគឺផ្ទៃសចឹងយើងមើលទៅលើរបស់យើងវិញកាលណាយើងគូហើយវាលោត shape format ជាធម្មតាវាអត់មានទេ shape format ហ្នឹងតែដល់ពេលជាហ្នឹងទៅវាថែម shape format ចឹង shape format គឺការរៀបចំទៅលើតារាងទៅលើរង្វង់នេះឯងចឹងយើងចូលទៅកន្លែង shape format ហ្នឹងឯងហើយយើងយកមើលទៅលើកន្លែង shape fill នេះ shape fill គឺមានន័យថាផ្ទៃខាងក្នុងហើយ shape outline មានថារូបផ្ទៃខាងក្រៅមានថាបន្ទាត់ខាងក្រៅហ្នឹងចឹងយើងចង់បាន shape fill ខាងក្នុងកុំដាក់មានអីយកពាក្យថា no fill យើងចេញលើវាគឺហើយយើង no fill មកគឺវាបាត់ហើយបាទកម្មទៀតយើងយក outline របស់យើងពណ៌ខ្មៅដែរមក shape outline យើងយកពណ៌ខ្មៅបងប្អូនចង់បានធំជាងនេះចេញលើវាយកកន្លែង weight ពេលយើងអាចយកឲ្យធំជាងនេះបានអញ្ចឹងសម្រាប់រង្វង់សម្រាប់ shape យើងអាចគូប្រព័ន្ធបានហើយប្រិមិត្តអាចប្រិចរួមដល់ពេលយើងចង់ប្រិចរួមមើលសញ្ញានេះចង់រីកជាងរីកចង់រួមគឺជារួមវិញទៅអញ្ចឹងពេលចេញកលគឺសញ្ញាបែបនេះនឹងកលទៅណាក៏បានដែរស្អីលើយើងចង់កលហើយខ្ញុំចង់ឲ្យវាប្រិចប៉ុណ្ណេះប៉ុណ្ណេះមកខ្ញុំសរសេរកន្លែងនេះថាវិញ្ញាសាជីវវិទ្យាសន្តិ7អញ្ចឹងណាអញ្ចឹងពេលយើងថេបមកយើងមកសរសេរបន្តមកកន្លែងនេះវិញ្ញាសាជីវវិទ្យាឆ្នាំទី7អញ្ចឹងនៅក្នុងយើងមើលទៅលើការបែងចែករបស់គេវិញ្ញាសាចុច2ជីវវិទ្យាហើយឆ្នាំទី7ធម្មតាអញ្ចឹងយើងអាចយក style បែបណាក៏បានដែរយើងចុច2ហើយបន្តមកទៀតជីវវិទ្យាយើងឆ្លាក់មកចូលដូរពុំអក្សរ Moonlight មកទៀតឆ្នាំទី7 font ធម្មតាឬក៏ថ្នាក់2នេះយើងចុចវាបន្តិចមកដើម្បីដូចគេរយៈពេល50នាទីយើងផ្សេងអស់មករយៈពេល50នាទីពិន្ទុ2មក50បាទចឹងយើងបានប៉ុណ្ណេះប៉ុន្តែ like យើងមើលមកលើរបស់គេនេះគេមានអក្សរសំខាន់ហើយចុងមួយទៀតណាអញ្ចឹងខ្ញុំសូមបខយកន្លែងនេះចូលទៅក្នុងបន្តិចប៉ុណ្ណេះហើយខ្ញុំបរួមអានេះឲ្យចូលតូចប៉ុណ្ណេះហើយខ្ញុំកំណត់ tab ដែលយើងបានរៀននេះ tab យើងយកទៅប៉ុណ្ណេះនេះអញ្ចឹង tab យើងអាចលុបទៅឲ្យវាធ្លាក់មកដល់កន្លែងនេះប៉ុណ្ណេះមកបាទអញ្ចឹងយើងបានប៉ុណ្ណេះហើយប្រិយមើលថាចង់ឲ្យវាធ្លាក់មកកណ្ដាល enter តម្លាក់មកហើយ tab មកយកប៉ុណ្ណេះហើយនៅសល់នេះពាក្យសម្ងាត់យើង copy លើមកចុចលើវាចេញបែបនេះយើងចុចយកកន្លែងខាង copy ហើយផាសតែម្ដងពេលយើងបាន2ចាប់អូសមកក្រោមមកនេះយើងបានប៉ុណ្ណេះអញ្ចឹងគឺមេរៀនគឺជូនប្រិយមិត្តទាំងអស់គ្នាគឺការគូររង្វង់នេះបាទហើយនឹងការ copy អក្សរសំលើតម្លាក់មកក្រោមអញ្ចឹងមានប៉ុណ្ណឹងឯងខ្ញុំថាប្រិយមិត្តអាចធ្វើបានគឺគ្នាវីដេអូក្រោយបាយ